បងប្អូនណាខ្លះ fan បុកល្ហុង7ខ្ចីខ្លះនិយាយពីថាថ្ងៃនេះអុស Facebook ទៅឃើញតែអ្នកញ៉ាំបុកល្ហុងជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូបុកល្ហុង7ខ្ចីរបស់នាងខ្ញុំដើម្បីកុំឲ្យរងចាំយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាខ្ញុំមានដូចជាត្រប់ស្រួយប៉េងប៉ោះជីនាងវងល្ហុងទឹកកួនម្ទេសខ្ទឹមសហើយពិសេសជាងគេគឺមានត្រីឆ្អើរនិង7ខ្ចីសុទ្ធតែជារបស់ញ៉ាំម្ដាយផ្ញើពីស្រុកខ្មែរឥឡូវយើងចាប់ផ្ដើមដាក់ខ្ទឹមសម្ទេសស្រស់2ផ្លែហើយនិងម្ទេសក្រៀមនឹង2ផ្លែបន្ទាប់មកគឺយើងប្រើស្ករត្នោតខ្ញុំប្រើ2ស្លាបព្រាបាយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមបុកគ្រឿងផ្សំយើងបញ្ចូលគ្នាបងប្អូនហើយយើងថែមជាមួយនឹងទឹកកាពិចំនួន2ស្លាបព្រាបាយបងប្អូនអាចថែមថយទៅតាមចំណង់ចំណូលចិត្តបងប្អូនហើយចំណែកអំបិលដំបូងគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយពីព្រោះដោយសារអំបិលនេះគឺខ្ញុំបានបុកវាម្ដងហើយអញ្ចឹងយើងដាក់ចូលនៅក្នុងទូទឹកកកហើយរួចរាល់យើងភ្លក់បើសិនជាស្ទើរយើងខ្ញុំថែម2ស្លាបព្រាបាយទៀតបងប្អូនកូរអំបិលយើងឲ្យសព្វរួចរាល់ហើយគឺយើងចាប់ផ្ដើមដាក់ទឹកកួនហើយទឹកកួននេះយើងអាចបុកវាឲ្យរាងទន់បន្តិចទៅបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមថែមត្រប់ស្រួយប៉េងប៉ោះហើយនិងល្ហុងហើយយើងបុកបញ្ចូលគ្នាសម្រាប់ល្ហុងគឺយើងបុកវាតែបន្តិចបានណាបងប្អូនហើយយើងថែមជាមួយនឹងជីនាងវងជាមួយនឹងត្រីឆ្អើរបន្តមកទៀតគឺយើងចាប់ផ្ដើមកូរឲ្យសព្វរួចរាល់ហើយគឺជាការស្រេចឲ្យបងប្អូនឥឡូវហ្នឹងគឺយើងចាប់ផ្ដើមដួសដាក់ចានគ្រាន់តែឃើញវីដេអូនេះបងប្អូនខ្ញុំបញ្ចូលសលេងបដាលេបទឹកមាត់បដាបាទសម្រាប់រសជាតិបុកល្ហុងមួយចាននេះវិញបងប្អូនគឺសម្រាប់ខ្ញុំចូលចិត្តរសជាតិដិតឥឡូវនេះយើងដល់វគ្គភ្លក់រសជាតិបុកល្ហុងយើងហើយបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត